រុស្ស៊ីទទួលរង្វាន់ជិត$20,000ចំពោះការកំទេចយន្តហោះចម្បាំងដែលអាមេរិកផ្ដល់ឲ្យអ៊ុយក្រែនថ្មីនេះក្រុមហ៊ុនប្រេងដ៏ធំមួយរបស់រុស្ស៊ីបានប្រគល់ប្រាក់រង្វាន់ប្រមាណជា15លានរូបលឬក៏ប្រហែលនឹង$19,000សហរដ្ឋអាមេរិកដល់ទាហានចំនួន12នាក់ដែលទទួលបានជោគជ័យនៅក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកដែលបានត្រូវផ្ដល់ជូនទៅឲ្យអ៊ុយក្រែនយោងតាមប្រភពពីគេហទំព័រ The Moscow Times បានបន្តថាក្រុមហ៊ុនដែលបានផ្ដល់រង្វាន់លើកទឹកចិត្តទៅដល់ទាហានរុស្ស៊ីមានឈ្មោះថា Forest មានមូលដ្ឋាននៅក្នុងទីក្រុង Yekaterinburg ដែលជាក្រុមហ៊ុនផលិតនូវឧបករណ៍ជីកយកប្រេងនិងហ្គាសធម្មជាតិពិធីប្រគល់រង្វាន់នេះបានធ្វើឡើងនៅជិតនឹងព្រំដែនរុស្ស៊ីនិងអ៊ុយក្រែនផ្ទាល់តែម្ដងប៉ុន្តែនៅពេលនោះគេមិនបានបង្ហាញឲ្យឃើញច្បាស់នៅមុខមាត់ទាហានដែលមានស្នាដៃទាំងអស់នោះឡើយអ៊ុយក្រែនដែលបានចាប់ផ្ដើមប្រើប្រាស់យន្តហោះ F-16 របស់អាមេរិកកាលពីរដូវក្តៅមុនបន្ទាប់ពីធ្វើការស្នើសុំអស់ជាច្រើនខែទម្រាំតែសហរដ្ឋអាមេរិកព្រមឲ្យប៉ុន្តែគ្រាន់តែបានប្រើមិនបានយូរប៉ុន្មានផងយន្តហោះ F-16 មួយគ្រឿងត្រូវបានធ្លាក់នៅក្នុងខែសីហាឆ្នាំ2024ហើយមួយគ្រឿងទៀតក៏ត្រូវបានបាញ់ទម្លាក់កាលពីខែមេសាកន្លងទៅនៅពេលថ្មីនេះរុស្ស៊ីក៏បានបើកការវាយប្រហារដោយប្រើមីស៊ីលទៅលើមូលដ្ឋានវឹកវើរបស់អ៊ុយក្រែនផងដែរនាំឲ្យទាហានយ៉ាងតិច12នាក់បានស្លាប់និងជាង60នាក់រងរបួសអ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារនេះប៉ុន្តែមិនបានបញ្ជាក់ថាហេតុការណ៍នេះកើតឡើងនៅទីណានោះឡើយពីព្រោះតែបែបនេះថ្នាក់ដឹកនាំអ៊ុយក្រែនបានប្រឈមមុខនឹងការរិះគន់ចំពោះការធ្វេសប្រហែសមិនបានការពារទាហានរបស់ខ្លួនឲ្យបានត្រឹមត្រូវអំឡុងពេលនៃការវឹកហាត់ជុំវិញរឿងរ៉ាវនេះកងទ័ពអ៊ុយក្រែនក៏បានសន្យាថាខ្លួននឹងដាក់ពិន័យទៅលើមន្ត្រីនិងទទួលខុសត្រូវលើកិច្ចការនេះប្រសិនបើពួកគេរកឃើញថាបុគ្គលរូបនោះមានកំហុសឬក៏ធ្វេសប្រហែសរហូតបណ្ដាលឲ្យមានមនុស្សស្លាប់